ស្វាគមន៍មកកាន់វីដេអូថ្មីវ៉ាវព្រឹកហើយបន្ទាប់ពីព្រឹកទៅមានតែពេលថ្ងៃហ្នឹងគឺមិនទាន់ថ្ងៃល្អស្រួលបួនទេគឺម៉ោង8 9 10ព្រឹកយើងនឹងឯងប៉ុន្តែគ្រាន់តែវារៀងបើកថ្ងៃមើលទៅវាស្រឡះជាងពេលព្រឹកអីចឹងណាហើយនេះគឺជាសកម្មភាពពេលដែលខ្ញុំស្ទូចដីហើយចឹងទៅយើងមកសម្អាតអាធុងនឹងកុំឲ្យវាជាប់ដីហើយលោទៅពេលដល់ថ្ងៃណារៀងតិចអីទៅយើងពិបាកបិទទៅដោយសារតែដីហ្នឹងទៅពេលតែវាតិចវាកកហើយពិបាកបិទមែនទេបងប្អូនអើយហើយចឹងហើយយើងត្រូវតែសម្អាតវាជារៀងរាល់ថ្ងៃនឹងឯងបើមិនចឹងទេមេគាត់ថាឲ្យដែរពេលដែលនឹងស្ទះម្ដងគឺចំណាយពេលប្រហែលជាកន្លះម៉ោងទៅ1ម៉ោងអីចឹងហើយបានជាគេឲ្យយើងសម្អាតអានឹងជារៀងរាល់ថ្ងៃចឹងណាហើយឥឡូវគឺខ្ញុំចាប់ផ្ដើមបិទកធុងនឹងវិញហើយបិទគម្របវានឹងវិញទៅហើយបន្ទាប់មកទៀតតាហ្នឹងគាត់ចាប់ផ្ដើមសម្អាតនៅខាងក្រោមហើយរងថ្ងៃផងដែរគឺមានតែ2អ្នកនឹងឯងមកសម្អាតតាមបរិវេណហ្នឹងដោយសារតែមេគាត់បានដាក់កំណត់ឬក៏ផាន់ចាងឬក៏ប្រធានគេខាងលើហ្នឹងគេបានដាក់កម្រិតថាឲ្យខ្ញុំហ្នឹងជាមួយតាហ្នឹងសម្អាតតាមបរិវេណហ្នឹងបានហើយក្រៅពីបរិវេណផ្សេងគឺមិនបាច់ต้องសម្អាតទេហើយបើសិនជាឃើញណាគេមកចោលសម្រាមឬក៏បោះកដុងទឹកសុទ្ធអីចាំប្រាប់គាត់នឹងកាត់ចេញតែម្ដងមួយទៅលើពាក្យកាត់នឹងម្ដងគឺខ្ញុំស្រាវមែនតើបងប្អូនបើសិនជាថ្ងៃណាមួយបើសិនជាគេកាត់ចោលមិនដឹងទៅរកការងារណាទេបងប្អូនអើយហើយរងថ្ងៃនឹងផងដែរគឺការងារផ្នែកសំណង់នៅប្រទេសកូរ៉េគឺពិបាករកធ្វើណាសូម្បីតែមិត្តភ័ក្ដិខ្ញុំធ្វើការខាងថ្នល់ខាងផ្លូវរថភ្លើងដូចគ្នាហ្នឹងប៉ុន្តែគ្រាន់តែក្រុមហ៊ុនខុសគ្នាហើយថ្ងៃមុនហ្នឹងគាត់បានទេមកឆាតមកសួរការងារហើយមិនអីហើយនៅក្នុងក្រុមហ៊ុនខ្ញុំហ្នឹងគេមានរើសមនុស្សថែមអីទៀតអត់ហើយខ្ញុំក៏បានប្រាប់ទៅពួកគាត់ថាឥឡូវហ្នឹងគឺខាងក្រុមហ៊ុនរបស់ខ្ញុំហ្នឹងគឺគេធ្វើវាលក្ខណៈថាមានការងារអញ្ចឹងទៅក៏ធ្វើអញ្ចឹងទៅអត់ការងារអញ្ចឹងក៏ឲ្យដេកអញ្ចឹងណាហើយបើការងារខ្ញុំផងដែរគឺខ្ញុំមានរាល់ថ្ងៃហ្នឹងបងប្អូនគឺអត់មានពេលសម្រាកទេបើសម្រាកបានថ្ងៃអាទិត្យឬក៏ចង់ថ្ងៃបុណ្យនេះទៅយើងមានពេលសម្រាកតែបើសិនជាពួកគេផ្សេងគឺអត់មានការងារអញ្ចឹងទៅក៏ដេកអញ្ចឹងទៅហើយមួយវិញទៀតគឺបើសិនជាមនុស្សច្រើនការងារតិចគឺគេធ្វើការផ្លាស់ប្ដូរគ្នាដេកអញ្ចឹងណាដែលថាថ្ងៃហ្នឹងខ្ញុំត្រូវដេកហើយកាន់ស្អែកទៅក៏គេទៅធ្វើវិញម្ដងផ្លាស់ប្ដូរវេនគ្នាហើយឥឡូវហ្នឹងគឺចាប់ផ្ដើមតម្លាក់អាធុងតៅហ្នឹងមកវិញហើយដោយសារថានៅខាងក្រោមហ្នឹងគេឲ្យយើងចូលទៅសម្អាតប្រទេសផ្ដាទេហើយនៅហ្នឹងក៏មានកាមេរ៉ាសុវត្ថិភាពតាមមើលសកម្មភាពបើសិនជាយើងគ្រោះថ្នាក់គ្រោះអីគេហៅយើងទៅណែនាំហៅយើងទៅបរៀនពីច្បាប់សុវត្ថិភាពអញ្ចឹងហើយគេឲ្យយើងប្រយ័ត្នឲ្យធ្វើអីតែងតែសុវត្ថិភាពអីចឹងទៅហើយបន្តមកទៀតខ្ញុំក៏បានទាញកាមេរ៉ានឹងថតនៅសកម្មភាពពេលដែលខ្ញុំកំពុងតែសម្អាតហ្នឹងហើយតាហ្នឹងក៏បានមកសួរខ្ញុំថាថតធ្វើអីគេហើយថតផ្ញើតាណាហើយខ្ញុំក៏បានឆ្លើយប្រាប់គាត់ថាមានថតតាណាទេថតមើលលេងហើយនឹងផ្ញើទៅក្រុមគ្រួសារឲ្យគាត់បានមើលវីដេអូរបស់ខ្ញុំថាការងារនៅកន្លែងកូនធ្វើបែបនេះបែបនោះអីចឹងទៅតាមពិតគឺខ្ញុំភ័រគាត់ទេបងប្អូនអើយគឺខ្ញុំភ័រគាត់ដោយសារថាអត់ចង់ឲ្យគាត់និយាយតែជីកឬជីកគល់ថាយើងធ្វើវីដេអូចែកជូនបងប្អូនយើងអ្នកស្រុកខ្មែរយើងមើលអញ្ចឹងណាដែលឃើញសកម្មភាពបងប្អូនពលករណីមកបម្រើការនៅប្រទេសកូរ៉េថាការងារបែបណាអញ្ចឹងទៅហត់អត់អីអញ្ចឹងទៅណាហើយនិយាយទៅកុំឲ្យអត់ដូចពាក្យគេថាមកកូរ៉េស្រួលមិនមែនទេបងប្អូនអើយគឺមកកូរ៉េចង់កន្លែងណាទៅពិបាកក៏ពិបាកកន្លែងណាស្រួលក៏ស្រួលអញ្ចឹងទៅប៉ុន្តែប្រាក់ខែក៏តាមនឹងដែរហើយថ្ងៃហ្នឹងផងដែរគឺរៀងហត់តិចហើយបងប្អូនអើយដោយសារតែខ្ញុំងើបតាំងពីម៉ោង5រហូតដល់ម៉ោង5ល្ងាចវិញបានចេញធ្វើការហើយមានពេលខ្លះទៅគេឲ្យនៅចាំតម្លាក់អីវ៉ាហ្នឹងទៅធ្លាដល់ម៉ោង6ជិតម៉ោង7អីទៅហើយនិយាយទៅគឺយើងធ្វើការបែបហ្នឹងជារៀងរាល់ថ្ងៃហើយដេកតែសូវឆ្អែតទេបងប្អូនអើយឲ្យតែភ្ញាក់ព្រឹកឡើងម៉ោង5គេពងដេកស្រួលនឹងឯងពងជីកង់ឬក៏ដើរទៅធ្វើសំណងហើយនេះគឺជាជីវិតរស់នៅប្រទេសគេហើយមកគឺអត់មានបងមានប្អូនទេគឺមកខ្លួនទីពឹងខ្លួនអីចឹងទៅតែបើសិនជាមានមិត្តភ័ក្តិឬក៏បងប្អូនណាមកក៏យើងបានទំនុកចិត្តឬយើងបានសប្បាយចិត្តដែរប៉ុន្តែគ្រាន់តែនៅកន្លែងការឋានខ្ញុំសិតតែបងប្អូនយើងខ្មែរទាំងអស់ហើយចាំជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ